បាទសួស្តីបងប្អូនអរគ្នាបាទលំហាត់នេះគឺត្រូវបាននិពន្ធឡើងដោយសាស្ត្រាចារ្យអ៊ិនគឹមស្រុនបាទប៉ុន្តែអត់បានជាប់ឈ្មោះគាត់ទេដោយសារខ្ញុំថតទៅកណ្ដាលនឹងវាកោងអញ្ចឹងខាងក្រោមហាងដាច់តិចបាទឈ្មោះរបស់អ្នកនិពន្ធហ្នឹងអញ្ចឹងខ្ញុំបានសុំទៅអ្នករៀបរៀងហើយថាខ្ញុំអាចយកលំហាត់នេះមកបរៀនបានហើយបាទខ្ញុំសូមបរៀនតាក់ទងជាមួយនឹងការប៉ាន់ស្មានចំនួនទៅកាន់បងប្អូនជាពិសេសថ្នាក់ទី5ទី6ហ្នឹងសំខាន់មែនតើដែលគាត់វាថាអត់ទាន់យល់ណាការប៉ាន់ស្មានពាក្យថាប៉ាន់ស្មានមិនន័យថាវាមិនមែនជាភាពជាក់លាក់ទេវាគឺជាតម្លៃមួយដែលយើងនិយាយទៅលើប្រហែលឧបមាថាអូនទៅទិញនំអញ្ចឹងណាម៉ាក់ឲ្យទិញនំ10ដល់ពេលមកវិញបងអូនម៉ាក់សួរអស់លុយមែនអញ្ចឹងបងអូនឆ្លើយប្រាប់ម៉ាក់ថាអស់លុយប្រហែលជា10000បាទអញ្ចឹងឬក៏អាចនិយាយថាអស់លុយប្រហែលជា9000អញ្ចឹងទៅគេបញ្ចុះតម្លៃអញ្ចឹងណាបាទតាមហ្នឹងទៅអញ្ចឹងពាក្យថាប៉ាន់ស្មានមិនន័យថាប្រហែលអញ្ចឹងយកមើលលំហាត់នេះទាំងអស់គ្នាគេថាខេត្តមួយប្រមូលស្រូវសរុបបាន896,370 តោនក្នុងនោះមានស្រូវផ្ការំដួលចំនួន427,200 តោនបាទគេឲ្យចូលប៉ាន់ស្មានចំនួននៃស្រូវដតេយើងដឹងតែស្រូវសរុបហើយយើងដឹងស្រូវរំដួលអញ្ចឹងយើងចង់ប៉ាន់ស្មានចំនួនស្រូវដតេយើងធ្វើម៉េចបាទអញ្ចឹងដើម្បីប៉ាន់ស្មានបានតើតែយើងយកចំនួនស្រូវសរុបហ្នឹងដកជាមួយនឹងចំនួនស្រូវផ្ការំដួលចេញទៅយើងឃើញចំនួនស្រូវដតេដែលនៅពេលអសល់ហ្នឹងអញ្ចឹងយើងអត់ត្រូវការចម្លើយជាក់លាក់ទេយើងគ្រាន់តែប៉ាន់ស្មានបាទពាក្យថាប៉ាន់ស្មានគឺលឿនធ្វើយកហ្មងបាទអញ្ចឹងប៉ាន់ស្មានដើម្បីប៉ាន់ស្មានបានទីមួយគឺយើងត្រូវចេះប្រកួតសិនអញ្ចឹងយើងមើលនេះយកប្រកួតលេខហ្នឹងទាំងអស់មកអញ្ចឹងប្រកួតដោយសារនេះវាមានលេខ8អានេះវាមានលេខ9ណាបាទអញ្ចឹងយើងឃើញថាលេខ9នេះវាធំអញ្ចឹងការប្រកួតត្រូវតែប្រកួតឡើងចាប់ពីលេខប៉ុន្មានទៅបាទលេខ5លេខ6លេខ7លេខ8លេខ9យើងឃើញណាអញ្ចឹងប្រកួតឡើងបាទបើតូចជាងលេខ5លេខ4លេខ3លេខ2លេខ1លេខ0អញ្ចឹងយើងប្រកួតចុះបាទអញ្ចឹងប្រកួតចុះប្រកួតយ៉ាងម៉េចប្រកួតឡើងយើងប្រកួតយ៉ាងម៉េចឥឡូវបងប្អូនមើលនេះទាំងអស់គ្នាយើងមាន896,370 តោនអញ្ចឹងប្រកួតឡើងដោយសារនេះវាមានលេខ9នេះបាទលេខ9អញ្ចឹងប្រកួតឡើងវាទៅជាអាលេខខាងមុខលេខ8ហ្នឹងឡើងទៅជាលេខ9ដែរអញ្ចឹងយើងទៅជា9ហើយយើងមើលខាងក្រោយមានប៉ុន្មានក្រុង1 2 3 4 5អញ្ចឹងដាក់05មក1 2 3 4 5បាទមាន05ណាបាទដល់ពេលលេខខាងក្រោមនេះយើងប្រកួតដែរមកអានេះលេខ2នេះលេខ2បាទអញ្ចឹងលេខ2វាតូចជាង5ណាកាលណាតូចជាង5ប្រកួតចុះអញ្ចឹង4រក្សានៅដដែលមកបាទមានប្រមាណខ្ទង់1 2 3 4 5អញ្ចឹង05ដាក់1 2 3 4 5បាទបញ្ជាក់ដាក់លេខឲ្យចំគ្នាដើម្បីយើងងាយស្រួលដកតាមខ្ទង់ណាបាទអញ្ចឹងយើងឃើញថានេះវា9សែនបាទ9សែនណាបាទ4សែនអញ្ចឹងយើងដកក្បាលវាចេញមកបាទ9ដក4ចេញអសល់ប៉ុន្មានអសល់5អញ្ចឹង0ទាំងអស់មានប៉ុន្មាន1 2 3 4 5បាទអត់មានយក0ខាងលើខាងក្រោមផងបូកបញ្ចូលគ្នាណាបាទអញ្ចឹងរាប់យកមករាប់ខាងក្រោមមកដោយសារខាងលើខាងក្រោមវាមានតួលេខ0ហ្នឹងក៏ដូចគ្នាមាន5លេខទាំងអស់0បាទខាងក្រោមមាន5លេខអញ្ចឹងថែម0 1 2 3 4 5អញ្ចឹងយើងឃើញថាមានចំនួនទាំងអស់គឺ5សែនបាទ5សែនឬក៏យើងថា50,000បាទ50,000អញ្ចឹងវិធីដោះស្រាយគេនេះទីមួយយើងត្រូវប្រកួតណាប្រកួតដល់ខ្ទង់10000បាទប្រកួតទៅបន្ទាប់មកយកអាស្រូវសរុបដែលយើងបានប្រកួតហើយដកនឹងស្រូវផ្ការរំដួលចេញទៅបាទគឺយើងទទួលបាននេះលទ្ធផលស្រូវដែលយើងចង់បានហើយគឺមានចំនួនប្រហែលជា50,000 តោនអានឹងស្រូវដតេណាបាទអញ្ចឹងកន្លែងនេះខ្ញុំសូមសរសេរផលដកវាគឺ9សែនសុំទោស9សែនមាន05ណាដកជាមួយនឹង4សែនមាន05អញ្ចឹងលទ្ធផលដែលយើងទទួលបានគឺប្រហែលជា5សែនបាទ5សែនតោនបាទអាហ្នឹងត្រូវដតេណាបាទស្រូវដតេប្រហែលជា5សែនតោនបាទអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះអាចធ្វើឲ្យបងប្អូនអរគ្នានឹងអាចដោះស្រាយលំហាត់ខាងក្រោមបានបាទនេះដោយសារការបង្ហាញខាងលើហ្នឹងសង្ឃឹមថាបងប្អូនអាចដោះស្រាយលំហាត់ខាងក្រោមបានអញ្ចឹងណាអញ្ចឹងជូនពរតំណាងល្អហើយយើងជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណច្រើនជួយវា